នាយករដ្ឋមន្ត្រីថៃនឹងរុះរើគណៈរដ្ឋមន្ត្រីដើម្បីយកក្រសួងមហាផ្ទៃមកគ្រប់គ្រងវិញខែមិថុនាឆ្នាំ2025កំពុងត្រូវបានខ្លំមើលយ៉ាងដិតដល់ថាជាខែដែលមានសក្តានុពលនៅក្នុងនយោបាយថៃដែលផ្ដោតលើការយកចិត្តទុកដាក់លើរបៀបដែលតុលាការនិងដំណើរការក្នុងសំណុំរឿងពាក់ព័ន្ធនឹងលោកផាក់ស៊ីនវត្រានិងស្ថិរភាពរបស់រាជរដ្ឋាភិបាលបច្ចុប្បន្នជាផ្សេងផែនការរុះរើគណៈរដ្ឋមន្ត្រីដើម្បីយកក្រសួងមហាផ្ទៃមកគ្រប់គ្រងឡើងវិញក្រុមអំណាចនាយករដ្ឋមន្ត្រីគឺលោកស្រីផែថុងថាមស៊ីនវត្រានេះបើយោងតាមអង្គភាពភើដេស៊ីនចេញផ្សាយចេញនៅថ្ងៃទី1ខែឧសភានេះការរុះរើគណៈរដ្ឋមន្ត្រីត្រូវបានរំពឹងទុកបន្ទាប់ពីការអនុម័តថវិកាដំបូងរបស់ខ្លួនបន្ទាប់ពីការអនុម័តលំបងនៃថវិកាមេដឹកនាំគណៈបកភឿថៃនឹងដើរតួជាការនយោបាយដ៏សំខាន់មួយដោយផ្ដល់សញ្ញាដល់នាយករដ្ឋមន្ត្រីលោកស្រីផែថុងថាមស៊ីនវត្រាដែលផ្ដួចផ្ដើមការរុះរើគណៈរដ្ឋមន្ត្រីក្នុងគោលបំណងកាត់បន្ថយអំណាចសភាដែលគ្រោងផ្ដួលរលំរាជរដ្ឋាភិបាលយ៉ាងណាមិញការរុះរើគណៈរដ្ឋមន្ត្រីត្រូវបានគេរំពឹងថានឹងធ្វើឡើងនៅអំឡុងខែមិថុនាដល់ខែកក្កដាគណៈដែលថ្នាក់ដឹកនាំគណៈបកភឿថៃកំពុងប្រជែងគ្នាដើម្បីទទួលបានការគាំទ្រឡើងវិញនិងការជំរុញជំហររបស់រាជរដ្ឋាភិបាលនៅក្នុងពាក្យចចាមអារ៉ាមអំពីការរុះរើគណៈរដ្ឋមន្ត្រីចុងក្រោយនេះវាទំនងថាលោកផាក់ស៊ីននិងលោកស្រីផែថុងថាមស៊ីនវត្រានឹងទាមទារក្រសួងមហាផ្ទៃពីលោកអនុធានឆាន់វីរៈកោឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងជាមេដឹកនាំគណៈបកប៊ុនចៃថៃហើយត្រូវតែងតាំងលោកប្រសើតចន្ទ្រារាំងធុងឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងសង្គមឌីជីថលជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃថ្មីទន្ទឹមនឹងនេះអនុធានត្រូវគេរំពឹងថានឹងត្រូវកាន់តំណែងនៅក្រសួងអប់រំឬពាណិជ្ជកម្ម